អ្នកនៅខ្មែរចូលឆ្នាំខ្មែរចប់ហើយមែនទេអ្នកនៅកូរ៉េតាមតំបន់មួយចំនួនក៏ចូលឆ្នាំខ្មែរចប់ដែរប៉ុន្តែសម្រាប់នៅខាងហ្វាសងផារ៉ានេះតំចប់ថ្ងៃហ្នឹងឯងចុងខែ9ហ្នឹងថ្ងៃចុងខែ4ថ្ងៃ26ហ្នឹងតំចប់ឯកម្មវិធីចូលឆ្នាំធ្វើនៅនេះរៀងក្រោយគេបន្តិចប៉ុន្តែរៀងសុបាយដែរអញ្ចឹងຂະຫນាត់តូចបែបបងប្អូនខ្មែរគ្នាយើងអញ្ចឹងណាហ្វាសងផារ៉ានេះតំធ្វើបាន2ឆ្នាំនេះនិងឆ្នាំមុននេះហើយសម្រាប់ខ្ញុំមកទាំង2ឆ្នាំហ្មងបើខាងតំបន់ផ្សេងនៅប្រទេសកូរ៉េខាងតំបន់ផ្សេងខ្ញុំអត់សូវជាតិបានទៅបើនៅនេះចិត្តផ្ទះហើយម្លងមិនកើមួយឆ្នាំមានម្ដងឆ្នាំមុនបានទៅលេងតាំងពីព្រឹកតាំងបើក្បាលកម្មវិធីរហូតដល់សាររោងសារឆាកដល់ឆ្នាំនេះទៅដល់បានម៉ោងបាយថ្ងៃនំបញ្ចុកមាននំមានបង្អែមផ្លែឈើអីចឹងទៅហើយក៏យើងរំវងលេងតិចតួចហើយក៏ចាប់ដើមលេងល្បែងជាប្រៃមានបងអង្គុញទាញព្រាត់តដើមស្លឹកឈើរំតដើមកៅអីល្បែងជាប្រៃឆ្នាំហ្នឹងខាងប្រុសឈ្នះខ្លះខាងស្រីឈ្នះខ្លះបើឆ្នាំមុនទាញព្រាត់ខាងស្រីឈ្នះលេងដូចជាតាមសុខើក៏ខាងស្រីឈ្នះច្រើនដែរឆ្នាំនេះខាងប្រុសគាត់រៀងអត់សុខចិត្តទេខាងស្រីលេងគាត់លេងខូចអីអត់បានទេគាត់ខាងប្រុសគាត់ចង់ឈ្នះដែរតែវគ្គនេះអីហ្នឹងក៏កន្លែងធ្វើសង្ក្រាននេះបងប្អូនខ្មែរយើងមួយចំនួននៅចិត្តផ្សារផារ៉ាន់នៅតំបន់ស្វាសងនេះគឺអត់ស្គាល់កន្លែងហ្នឹងឯងកន្លែងហ្នឹងគឺនៅក្នុងផ្សារផារ៉ាន់តើនឹងមានឈ្មោះថាមូណាថហប់ក្រុងកាន់សរ៉ូសេនថហ្នឹងឯងនៅជាន់ក្រោមដីអ្នកនៅចិត្តហ្នឹងឯងឆ្នាំក្រោយអីមកលេងជុំបងប្អូនខ្មែរយើងទាំងអស់គ្នាផង